ឧត្តមសេនីយ៍តូសំសុនប្រគល់ផ្ទះថ្មីអំណោយសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតជូនអតីតយុទ្ធជនពិការនៅស្រុកតាំងគោកខេត្តកំពង់ធំនៅព្រឹកថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសង្គ្រោងតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំអមដំណើរដោយលោកសៀឡុងធីរ៉ាអភិបាលរងស្រុកតាំងគោកបានដឹកនាំសហការីទៅប្រគល់ផ្ទះថ្មីមួយខ្នងដែលជាខ្នងទី22ក្នុងស្រុកតាំងគោកអំណោយដល់ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជួនអតីតយុទ្ធជនពិការដែលមានដីតែមានជំរកស្នាក់នៅមិនសមរម្យនៅភូមិគោកត្របែកឃុំស្រឡៅស្រុកតាំងគោកខេត្តកំពង់ធំលោកយោគយងមានអាយុ60ឆ្នាំបានរៀបរាប់ថាលោកចូលបម្រើការងារក្នុងជួរកងទ័ពនៅឆ្នាំ1993នៅអង្គភាពកងអនុសេនាធំលេខ4ចំណុះយោធាខេត្តកំពង់ឆ្នាំងមានឋានន្តរស័ក្តិនាយចំណងហើយត្រូវបានធ្លាក់ខ្លួនពិការក្នុងសមរភូមិដោយសារសង្គ្រាមនៅដើមឆ្នាំ1998បច្ចុប្បន្នលោកមានជីវភាពលំបាកខ្វះខាតហើយមានជំរកស្នាក់នៅមិនសមរម្យដោយមានសមាជិកគ្រួសារចំនួន5នាក់នៅក្នុងបន្ទង់ឧត្តមសេនីយ៍តូសំសុនបានបញ្ជាក់ថាផ្ទះថ្មីដែលទើបសាងសង់រួចនេះមានទំហំ5ម៉ែត្រគុណនឹង7ម៉ែត្រសាងសង់ពីសសរបេតុងឆ្អឹងដែកដំបូលប្រក់ស័ង្កសីកិនភ្លីជញ្ជាំងស្មាតបតរនាបក្រាក្តាដោយមានតសម្រាប់ផ្ទះបាយទៅក្រោយប្រវែង3ម៉ែត្រព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរហើយកន្លងទៅនេះនៅស្រុកតាំងគោកខេត្តកំពង់ធំបានសាងសង់ផ្ទះចំនួន22ខ្នងជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយនិងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយកឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតគុណគីមអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅក្នុងឱកាសនេះឧត្តមសេនីយ៍តូសំសុនក៏បាននាំយកនៅស្បៀងអាហារគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មានមុងភួយកន្ទេលខ្នើយចានឆ្នាំងព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតជូនដល់លោកយោគយងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះលោកនីចំណងយោគយងបានសូមគោរពថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានសាងសង់ផ្ទះថ្មីសម្រាប់ផ្ដល់ជូនក្រុមគ្រួសារគាត់នៅពេលនេះនិងសូមគោរពជូនពរសម្ដេចនិងលោកជំទាវព្រមទាំងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយនាំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168